រាជរដ្ឋាភិបាលថ្មីមួយដែលមានឈ្មោះថាខាតូលីប្រកាសឯករាជ្យពីមីយ៉ាន់ម៉ាមីយ៉ាន់ម៉ាស្ថិតនៅតាមបណ្ដោយនៅភាគអាស៊ីអាគ្នេយ៍ខ្ពង់រាបទីបេនៅភាគខាងលិចគឺឈូងសមុទ្របេងហ្គាល់ហើយនៅភាគខាងត្បូងគឺសមុទ្រអង់ដាម៉ង់ប្រទេសនេះស្ថិតនៅជួរភ្នំជាច្រើនជាមួយនឹងជួរភ្នំអារ៉ាកាននៅភាគខាងលិចនិងខ្ពង់រាបសានដែលគ្របដណ្ដប់នៅភាគខាងកើតជ្រលងភ្នំតាមដងទន្លេអ៊ីរ៉ាវ៉ាឌីដែលជាទន្លេសំខាន់បំផុតសម្រាប់សេដ្ឋកិច្ចរបស់ប្រទេសមីយ៉ាន់ម៉ាដែលមានប្រជាជនរស់នៅប្រមាណ 39.5 លាននាក់រួមទាំងទីក្រុងដ៏ធំបំផុតដែលមានឈ្មោះថាយ៉ាងហ្គនប្រទេសនេះជាផ្ទះរបស់ក្រុមជនជាតិចម្រុះជាច្រើនដែលមានក្រុមជនជាតិចម្រុះចំនួន135ក្រុមដែលទទួលស្គាល់ជាផ្លូវការប្រទេសនេះផងដែរមានព្រំប្រទល់ជាប់ជាមួយនឹងប្រទេសចិនឥណ្ឌាបង់ក្លាដេសថៃនិងឡាវការឈ្លានពានរបស់ជនជាតិការ៉ែនមិនមែនថ្មីនេះទេពូគឺចាប់តាំងពីឆ្នាំ 1949 មកម្លេះហើយការឈ្លានពាននេះផងដែរកងកម្លាំងខាតូលេបង្កើតឡើងនៅថ្ងៃទី 19 ខែកក្កដាឆ្នាំ 2022 មុនដំបូងកងកម្លាំងនេះមានប្រជាជនប្រហែលជា200នាក់តែប៉ុណ្ណោះប៉ុន្តែមកទល់នឹងពេលបច្ចុប្បន្ននេះមិនមានព័ត៌មានណាគួរឲ្យកត់សម្គាល់ថាតើជនជាតិឬក៏កងកម្លាំងរបស់ខាតូលេមានចំនួនប្រមាណឲ្យប្រកាសទេការឈ្លានពាននេះធ្វើឡើងដោយកូនប្រុសរបស់អតីតបរិះខ្លាំងនៃប្រធានសហភាពការ៉ែនគឺឧត្តមសេនីយ៍បូម៉ាយ៉ាឧត្តមសេនីយ៍ណឺដាម៉ាយ៉ាគឺជាកូនប្រុសរបស់ឧត្តមសេនីយ៍បូម៉ាយ៉ាដែលបានប្រកាសឯករាជ្យផ្ដាច់ខ្លួនចេញពីមីយ៉ាន់ម៉ាហើយបង្កើតសាធារណរដ្ឋខាតូលីនិងប្រកាសឯករាជ្យខ្លួនធ្វើជាប្រធានាធិបតីថ្មីរួមទាំងប្រកាសរាជរដ្ឋាភិបាលថ្មីការតែងតាំងនាយករដ្ឋមន្ត្រីថ្មីនិងសមាជិកគណៈរដ្ឋមន្ត្រីថ្មីពិធីនេះធ្វើឡើងមានមនុស្សចូលរួមប្រមាណជាង400នាក់រួមទាំងជនស៊ីវិលក្នុងសេចក្តីប្រកាសសម្រេចនេះផងដែរលោកណឺដាម៉ាយ៉ាបាននិយាយថាសាធារណរដ្ឋខាតូលីគឺជាទឹកដីរបស់ដូនតាប្រជាជនការ៉ែនលោកក៏បានបន្តទៀតថាអនុសញ្ញាសិទ្ធិមនុស្សអន្តរជាតិដើម្បីបង្ហាញពីភាពត្រឹមត្រូវនៃការផ្លាស់ប្ដូរផងដែរឡើងបន្តទៀតថាការផ្លាស់ប្ដូររដ្ឋាភិបាលថ្មីនេះពោលគឺឬបំរាស់ពីភាពជិះជាន់ការគៀបសង្កត់ការកេងប្រវ័ញ្ចនិងការរំលោភបំពានពីជនជាតិអតេហ៊ានម៉ាឡេស៊ីឬពីសំណាក់យោធារបស់ភូមារាជរដ្ឋាភិបាលថ្មីនេះមានរាជសម្បត្តិដឹកនាំដូចជាទី1ឧត្តមសេនីយ៍ណឺដាម៉ាយ៉ាជាប្រធានាធិបតីលោកសបូហ្គេប៉ូជាអនុប្រធានាធិបតីទី1និងជានាយករដ្ឋមន្ត្រីស្ដីទីលោកសដេវីតថាផាខឺជាអនុប្រធានាធិបតីទី1លោកសថូលីជានាយករដ្ឋមន្ត្រីលោកសដេវីតឡូដូជាឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការពារជាតិស្ដីទីរដ្ឋាភិបាលខាតូលីបានបញ្ជាក់ផងដែរថាការសម្រេចចិត្តនេះគឺជាសិទ្ធិសេរីភាពដ៏ត្រឹមត្រូវរបស់ជនជាតិការ៉ែនយោងតាមច្បាប់អន្តរជាតិនិងសិទ្ធិសកលជាពិសេសគឺការឆ្លើយតបទៅនឹងការជិះជាន់និងការរើសអើងពីសំណាក់របស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាផងដែរពលគឺពួកគេរងចាំអស់រយៈពេល77ឆ្នាំមកហើយថ្មីនេះគឺពួកគេបានប្រកាសឯករាជ្យនៅថ្ងៃទី5ខែមករាឆ្នាំ2026ពលគឺបន្ទាប់ពីការប្រកាសឯករាជ្យបន្ទាប់ពីការប្រកាសឯករាជ្យពេញលេញពួកគេបានយកប្រទេសថៃធ្វើជាបងប្អូននិងជាសម្ព័ន្ធមិត្តដ៏ល្អសម្រាប់ការដឹកនាំនិងការរួបរวมដោយគោរពតាមសន្ធិសញ្ញាអន្តរជាតិតើកុលសម្ព័ន្ធការ៉ែនឬក៏សាធារណរដ្ឋខាតូលីនឹងទៅជាយ៉ាងណាប្រសិនបើមានរឿងអ្វីកើតឡើងយើងនឹងរងចាំមើលទាំងអស់គ្នាថាតើអាស៊ានមានប្រទេសចូលរួមថ្មីឬក៏ទៅជាយ៉ាងណាចុងក្រោយខ្ញុំសូមអរគុណសម្រាប់ការតាមដានទស្សនាតាពីដើមរហូតដល់ចប់ពីខ្ញុំបាន VD Talk Show សូមអរគុណសូមជម្រាបលា